នាំទស្សនីយភាពបងប្អូនមកកាន់ទីក្រុងអ៊ីស្តង់ប៊ូលដែលស្ថិតនៅក្នុងប្រទេសថឺគីពេលនេះយើងបានចុះពីយន្តហោះចាប់ផ្ដើមទៅរកកន្លែងជិះរថភ្លើងយើងកំពុងធ្វើដំណើរតាមផ្លាកអក្សរ U ពណ៌ក្រហមនេះហៅថា U Metro កន្លែងនេះហើយគឺកន្លែងចុះទៅរថភ្លើងនៅកន្លែងឆ្វេងដៃនេះបាយចិត្តណាស់តែបងមានខ្លះបានសម្រាប់តែពលរដ្ឋតាមរយៈរងាស់ពេញខ្លាំងតែបាទសូមជួយទស្សនាក្បាច់ដ៏ល្អចិត្តនៃជញ្ជាំងដែលបងប្អូនកំពុងឃើញនេះគឺជាផ្លូវនៅក្រោមដីអត់មានផ្លូវផ្សេងទេដើរឡើងចុកជើងប្រហែល2គីឡូអីនោះមកទៅដល់រថភ្លើងបន្ទាប់ពីជិះរថភ្លើងប្រហែលជាខ្ទង់កន្លះម៉ោងយើងមកដល់ទីក្រុងអ៊ីស្តង់ប៊ូលហើយកំពុងដើរសំដៅទៅកន្លែងស្នាក់នៅយើងមកដល់គឺពេលល្ងាចមកទៅដល់កន្លែងស្នាក់នៅនេះគឺពេលយប់ល្មមដើរចេញពីកន្លែងរថភ្លើងនោះចំណងទៅដល់កន្លែងនេះចង់1ម៉ោងទៀតបែកនេះចូលក្រោយពីសម្រាប់ហើយមួយយប់ឥឡូវនេះយើងចាប់ផ្ដើមដើរកម្សាន្តជុំវិញទីក្រុងអ៊ីស្តង់ប៊ូលសម្រាប់បងប្អូនដែលធ្លាប់ដឹងគឺយើងត្រូវឡើងចុះដូចឡើងលើភ្នំអញ្ចឹងទម្រាំទៅដល់លើពេលមកដល់លើយើងឃើញធម្មតាទេតម្លៃរថភ្លើងជិះនៅអ៊ីស្តង់ប៊ូលគឺអត់មានតម្លៃថ្លៃទេមួយជើងតែ$1 ទេតែមិនបាច់កលែកមើលអ្នកជិះនៅក្នុងហ្នឹងទេជិះញាត់ឲ្យដូចឡានតូរីសចឹងញាត់ឲ្យឡើងពេញខ្ញុំអត់ហ៊ានជិះណាឃើញមនុស្សច្រើនពេកឥឡូវនេះយើងកំពុងធ្វើដំណើរនៅលើដងផ្លូវទៅកាន់ទីកន្លែងប្រាសាទមួយដែលនៅជិតទីក្រុងអ៊ីស្តង់ប៊ូលដែរប្រសិនជាគិតជាចម្ងាយមិនជាឆ្ងាយប្រហែលទេខ្ទង់ជា 3-4 គីឡូទេយើងដើរខ្ទង់ជា1ម៉ោងអីទៅដល់ហើយបើបងប្អូនមើលការលក់ដូរនៅតាមផ្លូវនៅប្រទេសអ៊ីស្តង់ប៊ូលប្រជាជននៅហ្នឹងគាត់លក់ដូរដូចនៅស្រុកយើងចឹងគាត់លក់នៅតាមសញ្ញាមុខផ្ទះតាមតំបន់ភ្ញៀវទេសចរនឹងឯងហើយតម្លៃអីក៏មិនសូវជាថ្លៃប្រហែលទេអ៊ីស្តង់ប៊ូលគឺជាផ្នែកមួយនៃសហសម្ព័ន្ធអឺរ៉ុបបងប្អូនឃើញស្បែកជើងតាំងនៅមុខតូបហ្នឹងមិនមែនសិតតែស្បែកជើងស៊ីនទេស្បែកជើងកូពីដូចតែគ្នានឹងឯងអូពូវាពណ៌អឺរ៉ុបតាខ្ញុំសូមប្រាប់ពីតម្លៃសន្តាគារនៅប្រទេសតឺគីនៅទីក្រុងអ៊ីស្តង់ប៊ូលទៅតម្លៃវាថ្លៃប្រហាក់ប្រហែលនឹងប្រទេសអឺរ៉ុបទូទៅដែរគឺខ្ទង់100ជាងហើយសម្រាប់ចំណីអាហារវិញរឿងពិបាកញ៉ាំតិចបងប្អូនដែរបើសិនជាបងប្អូនអត់ដែលធ្លាប់ដឹងពីប្រទេសតឺគីទេបងប្អូន search មើលនៅក្នុង YouTube តិចទៅដាក់ Turkey food ដាក់អីចឹងទៅមើលអាហារវាពិបាករកសាច់ញ៉ាំបន្តិចអាសាច់វាគេដាក់ជាសកៈគេដាក់ជាផ្នត់លើគ្នាចឹងហើយគេចិតបើមិនចង់ញ៉ាំសាច់គេចិតជាចំណិតមកក្រោមដូចយើងជ្រៀកអីចឹងហើយសាច់អត់ហ្នឹងញ៉ាំទៅដូចអត់មានជីជាតិអ្វីទេព្រោះវាច្បល់សាច់ចូលនេះច្រើនណាអត់ដូចជាយើងញ៉ាំសាច់ម្ដុំមានរសជាតិតែមួយទេអត់ទេដាក់ច្បល់លើគ្នាហើយហាន់ឲ្យយើងញាត់ជានំប៉័ងញ៉ាំដាក់ជាមួយនឹងបន្លែប្លុកអីគេសាកញ៉ាំអត់កើតទេបងប្អូនអញ្ចឹងបើអ្នកមកទៅគីត្រៀមរឿងអាហារហ្នឹងតិចពិបាករឿងរកសាច់ញ៉ាំហើយបើសិនជាតាក់ទងជាមួយនំប៉័ងនំអីនៅទៅគីនេះវាមានប្រភេទជានំសម្រាប់ប្រទេសហ្នឹងហ្មងញ៉ាំទៅវាធម្មតាដូចនំប៉័ងដែរឬគេល្បីបើសិនមកបងប្អូនចូលចិត្តជាប្រភេទអាហារលឿនដូចជា McDonald Dunkin Donut pizza អីនៅតឺគីនៅអ៊ីស្តង់ប៊ូលទីក្រុងអ៊ីស្តង់ប៊ូលហ្នឹងគឺអត់ខ្វះទេប៉ុន្តែគ្រាន់តែយើងញ៉ាំវាអត់បានរាល់ថ្ងៃ
យើងញ៉ាំទៅមកពេលពីរយើងធុញទ្រាន់អញ្ចឹងទៅរដូចអាស៊ីយើងចូលចិត្តបាយហ្នឹងយើងពិបាករកបាយញ៉ាំអញ្ចឹងវាហត់តិចរឿងចំណីអាហារនេះគឺជានំប៉័ងដែលខ្ញុំនិយាយមុននឹងមិញជានំប៉័ងរបស់ប្រទេសតឺគីហ្មងគេថាឆ្ងាញ់អានោះឥឡូវនេះយើងដើរចិត្តគៀកដល់ប្រាសាទមែនតើហើយដើរថ្ងៃនេះគឺចំរលឹមភ្លៀងទៀតប៉ុន្តែធ្វើម៉េចអត់មានឆាត់បើលោកគ្រូខ្ញុំគាត់មានមុខចង្ក្រានបើខ្ញុំអត់មានអីទាំងអស់ហ្មងហើយដើរសម្ដៅទៅកន្លែងប្រាសាទហ្នឹងហើយកន្លែងហ្នឹងគឺមានទាំងមគ្គុទ្ទេសក៍ទេសចរភ្ញៀវទេសចរអីច្រើនមែនទែនបាទលើទ្រាំរលឹមខ្លះអីខ្លះដើម្បីថតរូបបង្ហាញឲ្យបងប្អូនមើល Когда такие мечети строились, Yeah. Ayasofya burası. con müsait yani.សូមបងប្អូនរងចាំទស្សនាភាគទី2ដែលភាគទី2នឹងបញ្ចូលទាំងការលុបលុយចូលទៅក្នុងទីផ្សារ